ជនជាតិចិន323នាក់ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញនៅថ្ងៃទី27ខែកុម្ភៈឆ្នាំ2026អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសន្តិបណ្ឌិតនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃឯកឧត្តមឧត្តមស្នេហ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីសហការជាមួយស្ថានទូតចិនបន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន323នាក់ស្រី5នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញករណីបង្ក្រាបនៅរាជធានីភ្នំពេញត្រូវបានបណ្តេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិដេជោការបណ្តេញចេញជនជាតិបរទេសខាងលើនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោកដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឲ្យមកធ្វើការនៅក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។